សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមធ្វើការមកចែករំលែកទៅក្នុងតំណែងកំណត់មួយដែលបងប្អូនអរគ្នាបានខមមិនសួរខ្ញុំថាពេលដែលអ្នកធ្លាក់ខ្លួនក្រលំបាកបាត់បង់អ្វីគ្រប់យ៉ាងតើគួរធ្វើបែបណាជាការពិតណាស់ពេលដែលអ្នកធ្លាក់ខ្លួនក្នុងភាពលំបាកបាត់បង់អ្វីគ្រប់យ៉ាងវាពិតជាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាអស់សង្ឃឹមឬគ្មានផ្លូវចេញទោះជាយ៉ាងណាសូមចាំថានេះគ្រាន់តែជាជំហានមួយក្នុងជីវិតហើយអ្នកមានសមត្ថភាពកសាងខ្លួនឡើងវិញខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយអ្នកបាន1ទទួលស្គាល់អារម្មណ៍របស់អ្នកកុំបង្ខំខ្លួនអ្នកមានអារម្មណ៍ល្អឬបដិសេធអារម្មណ៍អវិជ្ជមានវាជាធម្មតាណាស់ដែលមានអារម្មណ៍ឈឺចាប់ខកចិត្តឬខ្លាចសរសេរអារម្មណ៍របស់អ្នកក្នុងកំណត់ហេតុដើម្បីជួយឲ្យអ្នកយល់ខ្លួនកាន់តែច្បាស់2ចាប់ផ្ដើមពីជំហានតូចៗការកសាងជីវិតឡើងវិញត្រូវការពេលវេលាកុំបង្ខំខ្លួនឲ្យជាប់គាំងជាមួយនឹងខ្លួនភ្លាមកំណត់គោលដៅតូចៗដែលអាចធ្វើបានឧទាហរណ៍ដូចជាធ្វើការងារតូចជាដើម3ស្វែងរកការគាំទ្រពីអ្នកដទៃកុំនៅម្នាក់ឯងចែករំលែកបញ្ហារបស់អ្នកជាមួយនឹងគ្រួសារមិត្តភ័ក្តិឬអ្នកជំនាញបើគ្មាននរណាជប់តាក់ទងអាចសាកសួរសហគមន៍អនឡាញដែលចែករំលែកពីបទពិសោធន៍ស្រឿងគ្នាជាដើម4រៀនពីកំហុសនិងបទពិសោធន៍សួរខ្លួនឯងថាតើអ្វីដែលអ្នកអាចរៀនពីស្ថានភាពនេះបានជំនួសអតីតកាលដោយការរិះគន់ខ្លួនឯងយ៉ាងខ្លាំងកត់ត្រាមេរៀនដែលអ្នកទទួលបានហើយយកវាមកអនុវត្តក្នុងពេលអនាគត5ផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបានជីវិតមានអ្វីដែលគេមិនអាចគ្រប់គ្រងបានប៉ុន្តែអ្នកអាចជ្រើសរើសការយល់ដឹងអាកប្បកិរិយានិងសកម្មភាពរបស់អ្នកពួកខ្លួនឯងថាតើបញ្ហានេះនឹងសំខាន់ដល់អ្នកទៅ5ឆ្នាំក្រោយដែរឬទេ6ចាប់ផ្ដើមជាថ្មីដោយគ្មានអារម្មណ៍ខ្មាស់អៀនកុំខ្មាស់ក្នុងការចាប់ផ្ដើមពីសូន្យមនុស្សជាច្រើនដែលជោគជ័យបានធ្លាក់ចុះយ៉ាងខ្លាំងពីមុនមកបើចាំបាច់អាចផ្លាស់ប្ដូរបរិស្ថានឧទាហរណ៍ផ្លាស់ប្ដូរមុខរបរឬកន្លែងដែលយើងរស់នៅជាដើម7ថែរក្សាសុខភាពផ្លូវកាយរួមទាំងផ្លូវចិត្តហាត់ប្រាណដេកឲ្យបានគ្រប់គ្រាន់ញ៉ាំឲ្យបានបរិបូរណ៍សុខភាពជាគ្រឹះដ៏សំខាន់នៃការស្ដារខ្លួនឡើងវិញប្រើប្រាស់ការធ្វើសមាធិឬការអានសៀវភៅដែលជួយពង្រឹងចិត្តរបស់អ្នកបាន8រក្សាការច្នៃប្រឌិតនៃអតីតកាលបើអ្នកបាត់បង់ការងារឬទំនាក់ទំនងសូមពិចារណាថានេះអាចជាឱកាសដើម្បីចាប់ផ្ដើមអ្វីដែលអ្នកពិតជាចូលចិត្តអតីតកាលអាចជាមេរៀនប៉ុន្តែអនាគតគឺជាទំព័រដ៏ស្រស់ស្អាតចាំអ្នកសរសេរសារថ្មីឡើងវិញ9ជឿជាក់លើខ្លួនឯងគ្រប់គ្នាមានសមត្ថភាពក្នុងការផ្លាស់ប្ដូរជឿថាអ្នកអាចឆ្លងផុតវេទនានេះហើយកាន់តែខ្លាំងជាងមុនផងដែររាល់ថ្ងៃសូមផ្ដោតលើវឌ្ឍនភាពតូចៗដែលអ្នកបានធ្វើ10ចងចាំអ្នកមិនឯកោនោះទេមានមនុស្សជាច្រើនដែលធ្លាក់ចុះហើយរស់រានមានជីវិតយ៉ាងរុងរឿងអ្នកក៏អាចធ្វើបានដូច្នោះដែរជីវិតគឺដូចជារលកសមុទ្រមានពេលឡើងហើយក៏មានពេលចុះការធ្លាក់ចុះអាចជាឱកាសឲ្យអ្នកឃើញផ្លូវថ្មីឬក៏សាងខ្លួនអ្នកឡើងវិញដោយគោលដៅច្បាស់លាស់ជាងមុនជឿជាក់លើដំណើរការរបស់អ្នកហើយកុំឈប់ស្រឡាញ់ខ្លួនឯងអ្នកអាចធ្វើបានខ្ញុំជឿជាក់ថានឹងរកឃើញពន្លឺនៅចុងបណ្ដោយនៃអារម្មណ៍របស់អ្នកបាទជាចុងក្រោយខ្ញុំសូមជូនពរទៅដល់អ្នកស្ដាប់ជួបតែសំណាងល្អសុខភាពល្អ